ពីពន្លឺចែងចាំងនៃបល្ល័ង្កកង្កោកមាសមកកាន់ដងផ្លូវដែលស្រោចស្រពដោយឈាមនៃទីក្រុងតេរ៉ានតើការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការម្នាក់ដោយប្រើប្រព័ន្ធផ្ដាច់ការមួយទៀតគឺជាជ័យជំនះឬជាសោកនាដកម្មបដិវត្តឆ្នាំ1979មិនមែនគ្រាន់តែជាការផ្លាស់ប្ដូររបបនោះទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូរវាសនាពិភពលោកទាំងមូលដែលបន្សល់ទុកនៅសំណួរដ៏ឈឺចាប់មួយសម្រាប់ជនជាតិអ៊ីរ៉ង់រហូតមកដល់សប្តាហ៍ថ្ងៃថាតើវាពិតជាមានតម្លៃសមនឹងការលះបង់ដែរឬទេជាបន្តទៅទៀតសូមសន្តាប់នៅប្រវត្តិសាស្ត្រនៃប្រទេសអ៊ីរ៉ង់ដូចតទៅថ្ងៃទី16មករា1979បុរសដែលមានវ័យចំណាស់បំផុតនៅមជ្ឈិមបូព៌ាបានឡើងយន្តហោះរត់គេចពីប្រជាជនរបស់ខ្លួនលោកគឺជាស្ដេចរបស់អ៊ីរ៉ង់ The Cat of Iron លោក Mohammad Reza ដែលជឿថាខ្លួនឯងមិនអាចមាននរណាយកឈ្នះបានព្រោះលោកបានគ្រប់គ្រងកងទ័ពច្រើនជាងគេទី4នៅលើពិភពលោកនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិកបានបោះបង់ចោលបល្ល័ង្កកង្កោកមាសរបស់ខ្លួនដោយមិនត្រឡប់មកវិញឡើយនៅតាមដងផ្លូវនៅទីក្រុងតេរ៉ានមនុស្សរាប់លាននាក់បានអបអរសាទរការចាក់ចេញរបស់ព្រះអង្គហាក់ដូចជាព្រះអង្គទើបតែត្រូវបានដោះលែងពីពន្ធនាគារដូច្នោះដែរពីសប្តាហ៍ក្រោយមកបុព្វជិតវ័យចំណាស់ម្នាក់ដែលមានពុកមាត់ចង្ការពណ៌សបានចុះពីយន្តហោះនៅអាកាសយានដ្ឋានដដែលនោះប៉ុន្តែត្រូវបានស្វាគមន៍ដោយវងមនុស្សដ៏ច្រើនកុះករលោកគឺឈ្មោះ Layatollah Ruhollah Khomeini ហើយគាត់ហៀបនឹងផ្លាស់ប្ដូរអ៊ីរ៉ង់ទៅជាលទ្ធិទេវនិយមអ៊ីស្លាមដំបូងគេនៃពិភពលោកសម័យទំនើបនេះមិនមែនគ្រាន់តែជារឿងរ៉ាវនៃការដួលរលំរបស់មេដឹកនាំផ្ដាច់ការនោះទេវាគឺជារឿងរ៉ាវនៃចលនាបដិវត្តន៍តែមួយគត់ដែលដឹកនាំដោយមេដឹកនាំសាសនាដែលខ្លាំងជាងឧត្តមសេនីយ៍និងអ្នកនយោបាយទៅទៀតហើយបានផ្ដួលរលំរបបដ៏មានឥទ្ធិពលបំផុតមួយនៅលើភពផែនដីដោយមិនបានបាញ់សូម្បីតែមួយគ្រាប់នៅដំណាក់កាលចុងក្រោយវាគឺជារឿងរ៉ាវអំពីរបៀបដែលភាពក្រអូតក្រទមរបស់មហាអំណាចមួយភាពខូខើរបស់ស្ដេចនិងកំហឹងដែលជាប់គាំងរបស់ប្រជាជនបានរួបរวมបញ្ចូលគ្នាបង្កើតបានទៅជាការផ្ទុះកំហឹងមួយដែលបានផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រពិភពលោកវីដេអូនេះនឹងប្រាប់អ្នកពីរបៀបដែលសិស្សប្រជាជនអ្នកលក់ដូរនិងម្ដាយបានក្រោកឈរឡើងប្រឆាំងនឹងរថក្រោះនិងកាំភ្លើងយន្តដោយគ្មានអាវុធអ្វីទាំងអស់និងដោយជំនឿរបស់ពួកគេដែលជាអាវុធដ៏ខ្លាំងក្លារបៀបដែល CIA បានបរាជ័យដ៏គួរឲ្យអាម៉ាស់ក្នុងការទស្សន៍ទាយពីការដួលរលំនៃសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ខ្លួននិងរបៀបដែលបដិវត្តន៍នេះបានបង្កឲ្យមានជម្លោះរយៈពេល40ឆ្នាំរវាងអ៊ីរ៉ង់និងលោកខាងលិចដែលជាជម្លោះមួយបន្តរហូតមកដល់សព្វថ្ងៃនេះតទៅនេះគឺជារឿងរ៉ាវពេញលេញនៃបដិវត្តន៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៃសតវត្សទី20ព្រឹត្តិការណ៍មួយដែលបានកំណត់ឡើងវិញនៅសាសនាអ៊ីស្លាមនយោបាយកំណត់រចនាសម្ព័ន្ធឡើងវិញនៅតុល្យភាពអំណាចនៅមជ្ឈិមបូព៌ានិងបានបង្កើតសាធារណរដ្ឋអ៊ីស្លាមដែលនឹងប្រឆាំងនឹងពិភពលោកទាំងមូលសូមស្វាគមន៍មកកាន់បដិវត្តន៍អ៊ីរ៉ង់ឆ្នាំ1979ការបះបោរដែលបានផ្លាស់ប្ដូរអ៊ីរ៉ង់ជារៀងរហូតនិងបល្ល័ង្កកង្កោករបស់ស្ដេចអ៊ីរ៉ង់ The Cat of Iron ដែលបានកសាងចក្រភពអំណាចរបស់ខ្លួននិងត្រូវបានដួលរលំដោយគ្មានថ្ងៃវិលត្រឡប់គឺលោក Mohammad Reza Pahlavi បានឡើងគ្រងរាជ្យនៅឆ្នាំ1941ក្នុងព្រះជន្មត្រឹមតែ21ឆ្នាំប៉ុណ្ណោះបន្ទាប់ពីអង់គ្លេសនិងសូវៀតបានបង្ខំឲ្យពុករបស់លោកគឺលោក Russia ឲ្យដាក់រាជ្យក្នុងអំឡុងសង្គ្រាមលោកលើកទី2ដំបូងឡើយព្រះអង្គវ័យក្មេងរូបនេះមានភាពទន់ខ្សោយស្ទាក់ស្ទើរត្រូវបានគ្របដណ្ដប់ដោយអ្នកនយោបាយដែលមានបទពិសោធន៍ច្រើនជាងនិងត្រូវបានគំរាមកំហែងឥតឈប់ឈរដោយកងកម្លាំងដែលចង់កំណត់អំណាចរបស់ព្រះអង្គឬលុបបំបាត់ព្រះអង្គទាំងស្រុងអ្វីៗបានផ្លាស់ប្ដូរនៅឆ្នាំ1953នៅពេលដែលរដ្ឋប្រហារមួយដែលរៀបចំឡើងដោយក្រុមភ្នាក់ងារសម្ងាត់ CPI MIA អាមេរិកនិង M6 របស់អង់គ្លេសដែលមានឈ្មោះកូដថា Operation Ajax បានផ្ដួលរលំនាយករដ្ឋមន្ត្រីដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យលោក Mohammad Mossadegh លោក Mossadegh បានប្រព្រឹត្តអំពើបាបដែលមិនអាចអត់ទោសបាននៃការធ្វើជាតិតូបនីយកម្មឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ដោយប្រឆាំងនឹងផលប្រយោជន៍របស់ក្រុមហ៊ុនប្រេងអង់គ្លេស Persian ដែលក្រោយមកក្លាយជាក្រុមហ៊ុន British Petroleum រដ្ឋប្រហារនេះបានស្ដារអំណាចដាច់ណាត់របស់ស្ដេច Mohammed និងបានបង្រៀនគាត់នៅមេរៀនដ៏សំខាន់មួយដោយមានការគាំទ្រពីសហរដ្ឋអាមេរិកគាត់អាចធ្វើអ្វីតាមដែលគាត់ចង់បាននៅក្នុងប្រទេសអ៊ីរ៉ង់
អស់រយៈពេល2ទសវត្សរ៍បន្ទាប់មកលោកមូហាម៉ាត់បានផ្លាស់ប្ដូរប្រទេសអ៊ីរ៉ង់ទៅជាអ្វីដែលលោកហៅថាជាកោះនៃស្ថិរភាពនៅក្នុងតំបន់ដ៏ចលាចលមួយប៉ុន្តែប្រជាជនអ៊ីរ៉ង់ជាច្រើនយល់ឃើញថាជារបបផ្ដាច់ការសម័យទំនើបដែលក្លែងបន្លំជារាជាធិបតេយ្យដែលល្អឥតខ្ចោះលោកបានបើកដំណើរការបដិវត្តពណ៌ស White Revolution ដែលជាកម្មវិធីទំនើបកម្មដ៏មានមហិច្ឆតាមួយដែលរួមមានកំណែទម្រង់ដីធ្លីកម្មវិធីអក្ខរកម្មទ្រង់ទ្រាយធំសិទ្ធិបោះឆ្នោតរបស់ស្រីនិងការធ្វើជាតូបនីយកម្មធនធានធម្មជាតិនៅលើក្រដាសកំណែទម្រង់ទាំងនោះហាក់ដូចជារីកចម្រើននិងមានចក្ខុវិស័យប៉ុន្តែការពិតវាពោរពេញទៅដោយភាពស្មុគស្មាញនិងភាពអាប់អួរថែមទៀតផងកំណែទម្រង់ដីធ្លីបានបំផ្លាញរចនាសម្ព័ន្ធប្រពៃណីនៃសង្គមជនបទដោយមិនបានបង្កើតជម្រើសដែលអាចអនុវត្តបានដោយរុញច្រានកសិករក្រីក្ររាប់លាននាក់ទៅកាន់ទីក្រុងដែលពួកគេប្រមូលផ្ដុំគ្នានៅក្នុងសង្កាត់ដ៏កខ្វក់ការធ្វើទំនើបកម្មដោយបង្ខំបានវាយប្រហារដោយផ្ទាល់ទៅលើប្រពៃណីអ៊ីស្លាមដែលជនជាតិអ៊ីរ៉ង់រាប់លាននាក់ចាត់ទុកថាជារបស់ដ៏ពិសិដ្ឋស្ត្រីត្រូវបានបង្ខំឲ្យដកស្បែកមុខប្រពៃណីចេញដែលជាគោលនយោបាយដែលមនុស្សជាច្រើនជួបប្រទះមិនមែនជាការរំដោះទេប៉ុន្តែជាការអាម៉ាស់ប៉ុន្តែអ្វីដែលពិតជាបានកំណត់របបរាជានិយមអ៊ីរ៉ង់មិនមែនជាការធ្វើទំនើបកម្មទេតែគឺជាការបង្ក្រាបដ៏ឃោរឃៅនៅឆ្នាំ1957ដោយមានជំនួយពី CIA និង Mossad របស់អ៊ីស្រាអែលព្រះអង្គបានបង្កើតសាវ័កដែលជាអង្គការស៊ើបការសម្ងាត់និងសន្តិសុខដ៏គួរឲ្យខ្លាចបំផុតមួយនៅក្នុងពិភពលោកសាវ័កបានក្លាយជាពាក្យមានន័យដូចគ្នានឹងការធ្វើទរណកម្មជាប្រព័ន្ធការបាត់ខ្លួនការប្រហារជីវិតដោយសម្ងាត់និងភេរវកម្មរបស់រដ្ឋអង្គការលើកលែងទោសអន្តរជាតិបានប្រមាណថានៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1970សាវ័កបានឃុំខ្លួនអ្នកទោសនយោបាយចន្លោះពី 25,000 ទៅ 10,000 នាក់ក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាចវិធីសាស្ត្រធ្វើទរណកម្មរបស់សាវ័កគឺប្រៃផ្សៃខ្លាំងណាស់ដែលសូម្បីតែមន្ត្រីអាមេរិកក៏បានបង្ហាញពីភាពភ័យរន្ធត់របស់ពួកគេជាឯកជនផងដែរវិធីសាស្ត្រទាំងនោះរួមមានការឆក់ចរន្តអគ្គិសនីទៅលើប្រដាប់ភេទការរំលោភនិងការដុតបារីការទាញនិងហែកក្រចកដៃចេញការវាយដំយ៉ាងឃោរឃៅដោយពេលកំពុងធ្វើទរណកម្មនេះគេក៏ថតសំឡេងសើចរបស់ជនរងគ្រោះដើម្បីបំបាក់ចិត្តអ្នកទោសផ្សេងទៀតសារទាំងនេះគឺច្បាស់ណាស់បង្ហាញថាអ្នកណាដែលប្រឆាំងនឹងព្រះអង្គនឹងត្រូវបំផ្លាញចោលរួមជាមួយក្រុមគ្រួសាររបស់ពួកគេផងដែរព្រះអង្គក៏បង្កើតឲ្យមានការគោរពបុគ្គលិកលក្ខណៈបំភាន់កាន់តែខ្លាំងឡើងថែមទៀតដោយចាត់ទុកខ្លួនឯងថាជាអ្នកស្នងមរតករបស់ស្ដេចពើសៀនបុរាណដូចជាស្ដេចសេរុសនិង Darius ដ៏អស្ចារ្យដូច្នោះដែរនៅឆ្នាំ1971ព្រះអង្គបានរៀបចំពិធីអបអរសាទរដ៏ប្រណិតបំផុតនៃសតវត្សទី20នៅពេសេប៉ូលីសដើម្បីរំលឹកខួប2500ឆ្នាំនៃរាជាធិបតេយ្យពេសៀនព្រះអង្គបានចំណាយប្រាក់ជាង$300 លានដែលជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ពេលនោះលើពិធីជប់លៀងរយៈពេល3ថ្ងៃដែលប្រមូលផ្ដុំស្ដេចប្រធានាធិបតីនិងតារាល្បីៗមកពីជុំវិញពិភពលោកភ្ញៀវបានដេកក្នុងតង់ដ៏ប្រណិតដែលតុបតែងដោយចង្កៀងគ្រីស្តាល់រីករាយជាមួយម្ហូបពងត្រីដែលនាំចូលពីប្រទេសរុស្ស៊ីនិងផឹកស្រាសម្ប៉ាញរបស់ប្រទេសបារាំងដ៏ល្អបំផុតដែលបម្រើដោយអ្នកបម្រើដែលនាំចូលជាពិសេសពីទីក្រុងប៉ារីសទន្ទឹមនឹងនោះជនជាតិអ៊ីរ៉ង់រាប់លាននាក់រស់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំងដោយគ្មានទឹកស្អាតនិងអគ្គិសនីភាពអាម៉ាស់នៃពិធីបុណ្យពេសេប៉ូលីសត្រូវបានធ្លាក់ទៅក្នុងការចងចាំរួមមួយរបស់អ៊ីរ៉ង់ថាជានិមិត្តរូបដ៏ល្អឥតខ្ចោះនៃការផ្ដាច់ខ្លួនទាំងស្រុងរបស់ស្ដេចចេញពីប្រជាជនរបស់ខ្លួនតាក់ទងនឹងសេដ្ឋកិច្ចអ៊ីរ៉ង់ឆ្លងកាត់ការផ្លាស់ប្ដូរដ៏ធំសម្បើមដែលជំរុញដោយប្រាក់ចំណូលប្រេងកើនឡើងបន្ទាប់ពីវិបត្តិឆ្នាំ1973ព្រះអង្គបានប្រើប្រាស់ទ្រព្យសម្បត្តិភ្លាមៗនេះដើម្បីទិញអាវុធទំនើបរបស់អាមេរិកដោយក្លាយជាអតិថិជនឈានមុខគេនៃឧស្សាហកម្មយោធាអាមេរិកនៅឆ្នាំ1978អ៊ីរ៉ង់មានមោទនភាពចំពោះកងទ័ពធំជាងគេទី4របស់ពិភពលោកដែលបំពាក់ដោយយន្តហោះចម្បាំង F-14 Tomahawk Fighter Jet ទំនើបបំផុតឧទ្ធម្ភាគចក្រវាយប្រហារនិងរថក្រោះរាប់ពាន់គ្រឿងប៉ុន្តែទ្រព្យសម្បត្តិទាំងអស់នេះភាគច្រើនផ្ដល់ប្រយោជន៍ដល់អិសរាជជនមួយក្តាប់តូចដែលមានទំនាក់ទំនងជាមួយនឹងគ្រួសាររាជវង្សនិងរដ្ឋអំណាចអំពើពុករលួយបានរីករាលដាលនិងកើតឡើងយ៉ាងឆាប់រហ័សគ្រួសាររាជវង្សនិងបព្វពួករបស់ខ្លួនប្រមូលទ្រព្យសម្បត្តិទុច្ចរិតទាំងអស់ខណៈពេលដែលប្រជាជនអ៊ីរ៉ង់ភាគច្រើនស្ទើរតែមិនអាចរស់បានគម្លាតរវាងអ្នកមាននិងអ្នកក្រកំពុងពង្រីកដល់កម្រិតដ៏អាក្រក់បំផុតដែលជំរុញឲ្យមានការមិនពេញចិត្តដែលពុះកញ្ជ្រោលនៅក្រោមផ្ទៃនៃស្ថិរភាពជាក់ស្ដែង
ការធ្វើទំនើបកម្មក៏កំពុងបង្កើតវណ្ណៈកណ្ដាលដែលមានការអប់រំដែលបានធ្វើដំណើរទៅក្រៅប្រទេសបានសិក្សានៅសាកលវិទ្យាល័យលោកខាងលិចហើយកំពុងវិលត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញជាមួយនឹងការរំពឹងទុកនៃសេរីភាពនយោបាយនិងការចូលរួមប្រជាធិបតេយ្យដែលព្រះអង្គមិនមានបំណងផ្ដល់ឲ្យអ្នកជំនាញវិស្វករវិជ្ជបណ្ឌិតមេធាវីនិងសាស្ត្រាចារ្យចង់បានប្រទេសអ៊ីរ៉ង់សម័យទំនើបប៉ុន្តែមិនចាំបាច់ជាអ៊ីរ៉ង់របស់ព្រះអង្គនោះទេរបបផ្ដាច់ការទំនើបកម្មដែលជារបបគៀបសង្កត់យ៉ាងខ្លាំងហើយមានកម្លាំងមួយទៀតដែលព្រះអង្គមើលស្រាលយ៉ាងខ្លាំងនោះគឺបុព្វជិតស៊ីអ៊ីតអ៊ីរ៉ង់គឺជាប្រទេសតែមួយគត់ដែលមានប្រជាជនភាគច្រើនជាស៊ីអ៊ីតនៅលើពិភពលោកហើយបុព្វជិតស៊ីអ៊ីតជាពិសេសអាយ៉ាតរបស់ហូរ៉ានមានឥទ្ធិពលយ៉ាងខ្លាំងលើជនជាតិអ៊ីរ៉ង់រាប់លានអ្នកដែលគោរពបូជាព្រះអង្គមើលឃើញពួកគេជាឧបសគ្គរារាំងដល់វឌ្ឍនភាពមជ្ឈិមសម័យនិងការគ្រប់គ្រងរបស់ព្រះអង្គការប្រជុំមុខដាក់គ្នារវាងព្រះអង្គនិងបុព្វជិតស៊ីអ៊ីតបានផ្ទុះឡើងយ៉ាងខ្លាំងនៅឆ្នាំ1963នៅពេលដែលអិសរាជជនសាសនាម្នាក់ដែលមិនទាន់ស្គាល់ឈ្មោះល្បីគឺលោករ៉ូឡាស់កូមីនីបានថ្កោលទោសជាសាធារណៈចំពោះព្រះអង្គថាជាមេដឹកនាំផ្ដាច់ការជាតុក្កតារបស់សហរដ្ឋអាមេរិកកូមីនីត្រូវបានចាប់ខ្លួននិងបង្កឲ្យមានការតវ៉ាដ៏ធំដែលព្រះអង្គបានបង្ក្រាបដោយឃោរឃៅដែលបានធ្វើឲ្យមនុស្សរាប់រយនាក់ប្រហែលជារាប់ពាន់នាក់ស្លាប់ផងដែរក្រោយមកលោកកូមីនីត្រូវបាននិទេសខ្លួនដំបូងទៅកាន់ប្រទេសទូគីបន្ទាប់មកទៅកាន់ប្រទេសអ៊ីរ៉ាក់និងចុងក្រោយទៅកាន់ប្រទេសបារាំងពីការនិទេសរបស់ខ្លួនលោកកូមីនីបានក្លាយជានិមិត្តរូបដ៏រស់រវើកនៃការតស៊ូប្រឆាំងនឹងព្រះអង្គធម្មទេសនារបស់លោកដែលត្រូវបានថតជាកាសែតត្រូវបានបែងចែកដោយសម្ងាត់ទូទាំងប្រទេសអ៊ីរ៉ង់ដោយឆ្លងកាត់ពីវិហារអ៊ីស្លាមមួយទៅវិហារអ៊ីស្លាមមួយពីផ្សារមួយទៅផ្សារមួយនៅក្នុងធម្មទេសនាទាំងនោះលោកកូមីនីមិនត្រឹមតែវាយប្រហារព្រះអង្គនោះទេលោកបានបង្កើតចក្ខុវិស័យថ្មីទាំងស្រុងនៃសាសនាអ៊ីស្លាមនយោបាយគឺគោលគំនិតវឡាយ៉ាត់និងហ្វាគីជារដ្ឋាភិបាលរបស់ច្បាប់អ៊ីស្លាមគឺជាគោលគំនិតដែលថាបុព្វជិតគួរតែគ្រប់គ្រងដោយផ្ទាល់មិនមែនគ្រាន់តែជាអ្នកផ្ដល់ដំបូន្មានដល់មេដឹកនាំលោកីនោះទេនៅឆ្នាំ1977របបស្ដេចហាក់ដូចជាមិនអាចយកឈ្នះបានពីខាងក្រៅនោះទេប៉ុន្តែវារលួយដល់ស្នូលទៅហើយការគៀបសង្កត់បានបង្កើតជាការស្អប់ខ្ពើមស្ទើរតែជាសកលទំនើបកម្មបានបំផ្លាញរចនាសម្ព័ន្ធប្រពៃណីដោយមិនបានកសាងជំរឿសដែលគេពេញចិត្តនោះទេអំពើពុករលួយបានធ្វើឲ្យអ្នកខ្លះដែលទទួលបានអត្ថប្រយោជន៍ពីរបបនេះឃ្លាតឆ្ងាយពីខ្លួនឯងហើយភាពក្រអឺតក្រទមរបស់ស្ដេចបានធ្វើឲ្យរដ្ឋាភិបាលរបស់ព្រះអង្គងងឹតភ្នែកចំពោះសញ្ញាព្រមានកាន់តែច្បាស់បន្ទាប់មកព្រឹត្តិការណ៍ដែលហាក់ដូចជាតូចតាចមួយបានបញ្ឆេះភ្លើងដែលបំផ្ទុះប្រព័ន្ធទាំងមូលឲ្យទៅជាផ្កាភ្លើងដែលជាការចាប់ផ្ដើមនៃបដិវត្តន៍នៅថ្ងៃទី7មករា1978កាសែតអ៊ីរ៉ង់អ៊ីតាឡាហាត់បានបោះពុម្ពផ្សាយអត្ថបទបរិហាកេរប្រឆាំងនឹងអាយ៉ាតូឡាកូមីនីដោយចោទប្រកាន់លោកថាជាភ្នាក់ងារបរទេសមានប្រភពដើមគួរឲ្យសង្ស័យនិងសរសេរកំណាព្យបង្អាប់ឈ្មោះអត្ថបទនេះដែលច្បាស់ណាស់ត្រូវបានបញ្ជាដោយរបបស្ដេចរចនាឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកអាយ៉ាតូឡាដែលត្រូវបាននិរទេសខ្លួននិងធ្វើឲ្យចុះខ្សោយឥទ្ធិពលរបស់លោកលើឥស្សរជនសាសនាអ៊ីរ៉ង់ផលប៉ះពាល់គឺផ្ទុយស្រឡះទៅវិញនៅក្នុងទីក្រុងដ៏ពិសិដ្ឋគឺទីក្រុងខុនដែលជាមជ្ឈមណ្ឌលនៃការសិក្សាសាសនាស៊ីអ៊ីតនៅក្នុងប្រទេសអ៊ីរ៉ង់ដែលនិស្សិតទេវវិទ្យានិងអ្នកប្រាជ្ញសាសនាដទៃទៀតបានសម្ដែងការខឹងសម្បារចំពោះការវាយប្រហារនេះនៅថ្ងៃបន្ទាប់មនុស្សរាប់ពាន់នាក់បានដើរក្បួននៅតាមដងផ្លូវនៅទីក្រុងខុំក្រុមបាតកោបានចេញតាមដងផ្លូវដោយថ្កោលទោសរបបនេះនិងទាមទារឲ្យលោកកូមីនីវិលត្រឡប់មកវិញប៉ូលីសនិងកងកម្លាំងសន្តិសុខបានវាយប្រហារយ៉ាងឃោរឃៅទៅលើក្រុមបាតកោដោយបាញ់ទៅលើហ្វូងមនុស្សដែលគ្មានអាវុធយោងតាមប្រភពផ្សេងៗមនុស្សចន្លោះពី6ទៅ70នាក់បានស្លាប់ប៉ុន្តែចំនួនពិតប្រាកដមិនសំខាន់ជាងការពិតជាមូលដ្ឋាននោះទេរបបនេះបានបង្ហូរឈាមនៅក្នុងទីក្រុងដ៏ពិសិដ្ឋមួយនៅក្នុងប្រពៃណីស៊ីអ៊ីតទុក្ខបុគ្គលត្រូវបានរំលឹក40ថ្ងៃបន្ទាប់ពីការស្លាប់របស់ពួកគេទំនៀមទម្លាប់នេះคล้ายជាយន្តការដែលប្រែคล้ายការតវ៉ាដាច់ដោយឡែកទៅជាបដិវត្តន៍ដែលមិនអាចទប់ទល់បាន40ថ្ងៃបន្ទាប់ពីការស្លាប់រង្គាលនៅទីលានខំបាតកម្មដ៏ធំបានផ្ទុះឡើងនៅក្នុងទីក្រុងអ៊ីរ៉ង់ជាច្រើនដើម្បីគោរពដល់អ្នកស្លាប់ទាំងនេះក៏ត្រូវបានបង្ក្រាបដោយហិង្សាផងដែរដែលបង្កើតទុក្ខបុគ្គលថ្មី40ថ្ងៃក្រោយមកបាតកម្មកាន់តែធំការគៀបសង្កត់កាន់តែច្រើនទុក្ខបុគ្គលកាន់តែច្រើនជាព្រឹត្តិការណ៍មួយដែលកាន់តែលឿនកាន់តែខ្លាំងម្ដងហើយម្ដងទៀតនៅនីតិខៈរដូវឆ្នាំ1978របបស្ដេចនេះបានប្រឈមមុខនឹងការតវ៉ាស្ទើរតែរៀងរាល់សប្តាហ៍ដោយមានចំនួននិងភាពក្លាហានកើនឡើងជាលំដាប់
ក្រុមបាតកោមិនគ្រាន់តែទាមទារកំណែតម្រង់ឬបញ្ចប់ការគៀបសង្កត់នោះទេពួកគេចាប់ផ្ដើមស្រែកដោយបើកចំហថាស្លាប់ទៅស្ដេចនៃរបបផ្ដាច់ការនៅតាមដងផ្លូវបញ្ហាប្រឈមមួយដែលមិននឹកស្មានដែលកើតមុនប៉ុន្មានខែតែប៉ុណ្ណោះរបបនេះបានឆ្លើយតបដោយការចាប់ខ្លួនការធ្វើទារុណកម្មនិងភាពឃោរឃៅកាន់តែខ្លាំងដែលទង្វើនៃការគៀបសង្កត់នោះបានជំរុញឲ្យមានកំហឹងកាន់តែខ្លាំងឡើងពាណិជ្ជករផ្សារដែលជាពាណិជ្ជករប្រពៃណីនៃផ្សារអេរ៉ង់ចូលរួមការតវ៉ានិងបិទហាងរបស់ពួកគេក្នុងកោតកម្មដែលធ្វើឲ្យសេដ្ឋកិច្ចមិនអាចទៅមុខរួចពួកគេរក្សាទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយបព្វជិតស៊ីអ៊ីតនិងផ្ដល់មូលនិធិដ៏សំខាន់ដល់វិហារអ៊ីស្លាមនិងសកម្មភាពសាសនានៅពេលដែលពួកគេងាកប្រឆាំងនឹងរបបស្ដេចវាបាត់បង់នៅមូលដ្ឋានសេដ្ឋកិច្ចសម្រាប់រាជវង្សទៅហើយនិស្សិតសាកលវិទ្យាល័យដែលបំផុសគំនិតដោយមនោគមវិជ្ជាចាប់ពីម៉ាកនិយមរហូតដល់អ៊ីស្លាមនិយមក៏កំពុងប្រមូលផ្ដុំគ្នាជាវងផងដែរបរិវេណសាលាคล้ายជាកន្លែងក្តៅនៃការបះបោរបដិវត្តកម្មករប្រេងចាប់ផ្ដើមរៀបចំដោយគម្រាមកំហែងដល់ប្រភពចំណូលសំខាន់របស់របបស្ដេចកម្មកររោងចក្រចម្រាញ់ប្រេងអ្នកបច្ចេកទេសខាងវាស់ប្រេងសូម្បីតែមន្ត្រីនៅក្នុងក្រសួងប្រេងទាំងអស់គ្នាបានចាប់ផ្ដើមបំផ្លាញយ៉ាងស្ងៀមស្ងាត់ដល់ប្រព័ន្ធកាន់អំណាចរបស់រាជវង្សស្ដេចបានប្រែប្រួលដោយបន្ធូរបន្ថយការគៀបសង្កត់យ៉ាងឃោរឃៅនិងការប៉ុនប៉ងដោយមិនរើសមុខស្ដេចសន្យាថានឹងធ្វើកំណែទម្រង់ប៉ុន្តែគ្មាននរណាម្នាក់ជឿស្ដេចនោះទេព្រះអង្គតែងតាំងនាយករដ្ឋមន្ត្រីជំនួសប៉ុន្តែបញ្ហាមិនមែនជានាយករដ្ឋមន្ត្រីនោះទេតែគឺជាស្ដេចខ្លួនឯងព្រះអង្គបានដោះលែងអ្នកទោសនយោបាយមួយចំនួនប៉ុន្តែបានទុកមនុស្សរាប់ពាន់នាក់ទៀតនៅក្នុងពន្ធនាគារសាវ៉ារាល់ការលើកលែងត្រូវតែបានគេមើលឃើញថាជាសញ្ញានៃភាពទន់ខ្សោយរាល់ទង្វើនៃការគៀបសង្កត់ជាភស្តុតាងនៃធម្មជាតិអាការរបស់ព្រះអង្គនៅខែសីហាឆ្នាំ1978ស្ថានភាពបានឈានដល់ចំណុចសំខាន់មួយគឺនៅថ្ងៃ19សីហារោងកុនរិចនៅក្នុងទីក្រុងអាបាដានត្រូវបានដុតបំផ្លាញដោយមនុស្សជាង400នាក់នៅក្នុងរោងកុននោះត្រូវបានដុតទាំងរស់ដែលជាសោកនាដកម្មដ៏គួរឲ្យភ័យខ្លាចបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់សម័យទំនើបទោះបីជាភស្តុតាងក្រោយមកបង្ហាញថាពួកជ្រុលនិយមអ៊ីស្លាមរ៉ាឌីកាល់ជាអ្នកទទួលខុសត្រូវនៅពេលនោះក៏ដោយប្រជាជនអ៊ីរ៉ង់ស្ទើរតែទាំងអស់បានស្ដីបន្ទោសសាវ៉ាកំហឹងនេះគឺជាមហន្តរាយហើយការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសដោយកំហឹងដែលលើសពីអ្វីធ្លាប់មានពីមុនមកទៀតព្រះអង្គបានប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី7កញ្ញាដោយហាមឃាត់ការធ្វើបាតកម្មនិងការជួបជុំសាធារណៈទាំងអស់នៅថ្ងៃបន្ទាប់គឺថ្ងៃ8កញ្ញាដែលនឹងត្រូវបានចងចាំជារហូតថាថ្ងៃសុក្រខ្មៅ Black Friday អ្នកតវ៉ារាប់ពាន់នាក់បានប្រឆាំងនឹងច្បាប់អាជ្ញាសឹកហើយបានប្រមូលផ្ដុំគ្នានៅទីលានចាឡេតក្នុងទីក្រុងតេរ៉ង់កងទ័ពរបស់ព្រះអង្គបានបញ្ជាឲ្យបាញ់សម្លាប់អ្នកតវ៉ាហើយអ្វីដែលកើតឡើងបន្ទាប់គឺការសម្លាប់ដ៏រង្គាលមួយទាហានបានបើកការបាញ់ប្រហារដោយផ្ទាល់ទៅលើវងមនុស្សដែលគ្មានអាវុធដោយប្រើកាំភ្លើងយន្តធុនធ្ងន់និងកាំភ្លើងវាយប្រហារសាកសពបានកោលើគ្នានៅលើតាមដងផ្លូវខណៈដែលមនុស្សរត់គេចខ្លួនដោយមានភាពភ័យខ្លាចផងដែរចំនួនពិតប្រាកដនៃការស្លាប់នៅថ្ងៃ Black Friday មិនត្រូវបានដឹងច្បាស់លាស់នោះទេរដ្ឋាភិបាលបានអះអាងថាមនុស្ស87នាក់ត្រូវបានសម្លាប់ក្រុមបាតកោបាននិយាយអំពីមនុស្សរាប់ពាន់នាក់ទៅវិញការពិតប្រហែលជាស្ថិតនៅកន្លែងណាមួយរវាងភាពជ្រុលនិយមទាំងពីរនេះប៉ុន្តែម្ដងទៀតចំនួនពិតប្រាកដមិនសំខាន់ជាងផលប៉ះពាល់ផ្លូវចិត្តនោះទេស្ដេចបានបញ្ជាឲ្យសម្លាប់រង្គាលប្រជាជនរបស់ខ្លួននៅក្នុងរដ្ឋធានីដោយមិនកែប្រែឡើយចំណែកឯលោកកូមីនីដែលកំពុងនិរទេសខ្លួននៅទីក្រុងប៉ារីបានសម្របសម្រួលការតស៊ូជាមួយនឹងអ្នកជំនាញនយោបាយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អិសរាជជនសាសនាអាយុ7ឆ្នាំម្នាក់ដែលមិនដែលគ្រប់គ្រងអ្វីទាំងអស់សារដែលបានថតទុកទាំងនោះបានមកដល់ប្រទេសអ៊ីរ៉ង់តាមទូរស័ព្ទហើយត្រូវបានចែកចាយភ្លាមៗនៅលើកាសែតរាប់ពាន់គាត់អំពាវនាវឲ្យមានកោតកម្មទូទៅការមិនស្ដាប់បង្គាប់ស៊ីវិលការតស៊ូដោយសន្តិវិធីដោយមិនឈប់ឈរលើសពីនេះទៅទៀតលោកកូមីនីបង្កើតសម្ព័ន្ធភាពជាមួយនឹងក្រុមដែលជាអ្នកមិនជឿលើអិសរាជជនសាសនាម៉ាកនិយមអភិរក្សនិយមអ្នកសេរីនិយមទាំងអស់ឲ្យរួបរวมគ្នាដោយគោលដៅរួមខណៈពេលដែលរបបស្ដេចកាន់តែឯកានិងមិនអាចធ្វើអ្វីកើតព្រះអង្គដោយរងទុក្ខដោយសារជំងឺមហារីកជាអាថ៌កំបាំងដែលត្រូវបានការពារយ៉ាងប្រុងប្រយ័ត្នដែលដឹងដោយមនុស្សមួយចំនួនតូចតែប៉ុណ្ណោះការព្យាបាលរបស់អ៊ីរ៉ង់ធ្វើឲ្យព្រះអង្គចុះខ្សោយនិងប៉ះពាល់ដល់ការគិតវិនិច្ឆ័យរបស់ព្រះអង្គ
ព្រះអង្គមិនអាចធ្វើអ្វីបានដោយស្ថិតក្នុងរង្វង់នៃក្រុមអ្នកប្រឆាំងរបស់ខ្លួនដែលទាមទារឲ្យដាក់ការគៀបសង្កត់កាន់តែខ្លាំងប៉ុន្តែសហរដ្ឋអាមេរិកបានជំរុញឲ្យព្រះអង្គអត់ធ្មត់ដើម្បីកុំឲ្យស្ថានភាពកាន់តែជ្រុលនិយមសហរដ្ឋអាមេរិកបានដឹងថាខ្លួនឯងស្ថិតក្នុងស្ថានភាពមិនអាចទៅរួចដូចនេះប្រធានាធិបតី Jimmy Carter បានធ្វើឲ្យសិទ្ធិមនុស្សក្លាយជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួនហើយដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យកាត់បន្ថយការគៀបសង្កត់ប៉ុន្តែនៅពេលដែលវិបត្តិកាន់តែធ្ងន់ធ្ងរទីក្រុង Washington បានដឹងថាខ្លួនបានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនចុះខ្សោយយ៉ាងច្បាស់លាស់នៅពេលដែលខ្លួនត្រូវការបំផុតទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ដែលគួរតែបានមើលឃើញពីវិបត្តិនេះតាមទ្រឹស្ដីបានបរាជ័យយ៉ាងខ្លាំងត្រឹមតែ6សប្តាហ៍មុន Black Friday របាយការណ៍ស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានប្រកាសថាអ៊ីរ៉ង់មិនស្ថិតក្នុងស្ថានភាពបដិវត្តន៍ឬសូម្បីតែការឈានជាមុនទៅរកបដិវត្តន៍នោះឡើយនៅក្នុងខែតុលានិងវិច្ឆិកា1978អ៊ីរ៉ង់ស្ទើរតែមានការធ្វើកុតកម្មទូទាំងប្រទេសកម្មករប្រេងបានធ្វើឲ្យផលិតកម្មមិនដំណើរការដោយដកហូតទាំងប្រាក់ចំណូលនិងភាពស្របច្បាប់របស់របបនេះបុគ្គលិករដ្ឋបានឈប់ទៅធ្វើការធនាគារបានបិទទ្វារសេដ្ឋកិច្ចបានដួលរលំមនុស្សរាប់លាននាក់បានដើរក្បួនតាមដងផ្លូវនៅទីក្រុងតេរ៉ាននិងទីក្រុងដទៃទៀតប្រហែលជាបាតុកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅពេលនោះស្ដេចបានព្យាយាមខិតខំប្រឹងប្រែងចុងក្រោយដើម្បីសង្គ្រោះខ្លួនឯងព្រះអង្គបានតែងតាំងរដ្ឋាភិបាលយោធាដឹកនាំដោយឧត្តមសេនីយ៍ Gholam Reza Azari ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញប៉ុន្តែសូម្បីតែនៅក្នុងជួរកងទ័ពក៏ដោយមនុស្សជាច្រើនលែងប្រកាសថាខ្លួនពួកគេចង់បង្ក្រាបប្រជាជនរបស់ខ្លួនទៀតហើយទាហានជួរមុខដែលជារឿយៗត្រូវបានកេណ្ឌចេញពីគ្រួសារក្រីក្រនិងជាអ្នកកាន់សាសនាបានឮម្ដាយនិងបងប្អូនស្រីរបស់ខ្លួននៅផ្ទះរៀបរាប់អំពីការតវ៉ាការធ្វើទុក្ខកម្មនិងរបបផ្ដាច់ការរបស់ស្ដេចនៅក្នុងខែធ្នូក្នុងអំឡុងពេលពិធីសាសនាអាសារ៉ាដែលជាខែបរិសុទ្ធដែលរំលឹកដល់ការធ្វើទុក្ខកម្មរបស់អ៊ីម៉ាមហ៊ូសិនជនជាតិអ៊ីរ៉ង់រាប់លាននាក់បានដើរតាមដងផ្លូវក្នុងការតវ៉ាដ៏ធំសម្បើមមួយកងទ័ពរបស់ស្ដេចត្រូវបានបញ្ជាមិនឲ្យជ្រៀតជ្រែកវាជាការទទួលស្គាល់ដោយស្ងៀមស្ងាត់ថារបបនេះលែងគ្រប់គ្រងរដ្ឋធានីរបស់ខ្លួនទៀតហើយរបបរាជានិយមត្រូវបានបញ្ចប់ហើយព្រះអង្គក៏ដឹងខ្លួនដែរសំណួរលែងជាថាតើរបបស្ដេចនឹងដួលរលំឬអត់ប៉ុន្តែនៅពេលណានិងដោយរបៀបណាការដួលរលំនៃបល្ល័ង្កក្ងោកគឺជាការដួលរលំចុងក្រោយថ្ងៃទី16មករា1979ស្ដេចរបស់អ៊ីរ៉ង់ឈ្មោះថា Mohammad Reza Pahlavi ឡើងយន្តហោះនៅអាកាសយានដ្ឋាន Morabad ក្នុងទីក្រុងតេអង់សម្រាប់អ្វីត្រូវបានបង្ហាញជាផ្លូវការថាវិស្មកាលបណ្ដោះអាសន្នគ្មាននរណាម្នាក់សូម្បីតែស្ដេចខ្លួនឯងក៏ដោយនៅក្នុងគ្រាដ៏ច្បាស់លាស់ទាំងនេះពិតជាជឿថាព្រះអង្គនឹងវិលត្រឡប់មកវិញនោះទេនៅពេលដែលយន្តហោះឡើងប្រជាជនអ៊ីរ៉ង់រាប់លាននាក់បានដើរតាមដងផ្លូវក្នុងការអបអរសាទរដោយឯកជនពួកគេរាំច្រៀងព្រមទាំងចែកបង្អែមដូចជាពួកគេទើបត្រូវបានដោះលែងពីពន្ធនាគាររយៈពេល37ឆ្នាំពីព្រោះនោះជាអារម្មណ៍របស់ពួកគេដំបូងឡើយព្រះអង្គហោះហើរទៅកាន់ប្រទេសអេស៊ីបជាកន្លែងដែលមិត្តរបស់ព្រះអង្គគឺប្រធានាធិបតី Anwar el-Sadat ផ្ដល់ជំរកបណ្ដោះអាសន្នដល់ព្រះអង្គប៉ុន្តែព្រះអង្គមិនអាចស្នាក់នៅទីនោះបានទេដោយព្រោះនៅជិតអ៊ីរ៉ង់ពេកទើបព្រះអង្គបន្តទៅប្រទេសម៉ារ៉ុកបន្ទាប់មកមូលដ្ឋានទ័ពនិងចុងក្រោយគឺប្រទេសមិចស៊ិកគ្រប់ទីកន្លែងវត្តមានរបស់ព្រះអង្គคล้ายជាការពុលផ្នែកនយោបាយជាការរំលឹកដ៏គួរឲ្យព្រួយបារម្ភអំពីភាពហួសហេតុនិងការបរាជ័យនៃសម័យសង្គ្រាមត្រជាក់បុរសម្នាក់នេះដែលធ្លាប់ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតម្នាក់របស់ពិភពលោកឥឡូវនេះគឺជាជនភៀសខ្លួនដែលមានទ្រព្យសម្បត្តិច្រើនតែគ្មាននរណាម្នាក់ចង់បានពិតប្រាកដនៅក្នុងប្រទេសអ៊ីរ៉ង់អារម្មណ៍រីករាយគឺជារឿងដ៏គួរឲ្យរំភើបប៉ុន្តែជាការបោកប្រាស់ទៅវិញស្ដេចនេះបានបាត់ទៅហើយគ្មានបញ្ហាទៀតទេប៉ុន្តែតើអ្នកណានឹងជំនួសគាត់ព្រះអង្គបានទុកលោកសំពូបាត់ទាជានាយករដ្ឋមន្ត្រីដែលជាអ្នកជាតិនិយមសេរីម្នាក់ដែលខ្លួនគាត់ផ្ទាល់ត្រូវបានចាប់ដាក់គុកដោយរបបប្រជានិយមលោកបាត់ទាកំពុងព្យាយាមដោយស្មោះស្ម័គ្រដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាលប្រជាធិបតេយ្យគាត់បានរំលាយសាវកដោះលែងអ្នកទោសនយោបាយសន្យាថានឹងមានការបោះឆ្នោតដោយសេរីនិងអះអាងថាអ៊ីរ៉ង់នឹងនៅតែជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញប៉ុន្តែគ្មានស្ដេចទេវាជាការប៉ុនប៉ងដ៏ល្អប៉ុន្តែជាការប៉ុនប៉ងមួយដែលនឹងត្រូវបរាជ័យទាំងស្រុងទៅវិញ
បញ្ហាជាមូលដ្ឋានគឺថាលោកបាក់ទីអាទទួលយកការតែងតាំងពីស្ដេចនៅក្នុងក្រសែភ្នែករបស់អ្នកបដិវត្តនេះបានធ្វើឲ្យគាត់ក្លាយជាមនុស្សនៃរបបចាស់ដោយរាល់ដងនៅទីក្រុងប៉ារីពួកគេបានថ្កោលទោសគាត់ភ្លាមៗថាខុសច្បាប់ហើយបានប្រកាសថារដ្ឋាភិបាលណាមួយដែលមិនត្រូវបានអនុម័តដោយពួកគេគឺមិនត្រឹមត្រូវឡើយវងមនុស្សដែលបានផ្ដួលរំលំស្ដេចមិនមានចំណាប់អារម្មណ៍លើការសម្របសម្រួលក្តៅគគុកជាមួយអ្នកនយោបាយមកពីប្រព័ន្ធចាស់នោះទេនៅថ្ងៃទី1កុម្ភៈ1979លោកអាយ៉ាតុលាកូមីនីបានវិលត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញបន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល15ឆ្នាំការមកដល់របស់គាត់មានអត្ថន័យព្រះគម្ពីរមនុស្សរាប់លាននាក់បានដើរតាមដងផ្លូវពីអាកាសយានដ្ឋានរហូតដល់កណ្ដាលទីក្រុងតេរ៉ង់ដើម្បីជួបគាត់យន្តហោះ Air France ដែលដឹកគាត់ត្រូវហោះជុំវិញទីក្រុងច្រើនដងដោយវងមនុស្សនៅអាកាសយានដ្ឋានច្រើនកកខ្លាំងពេករហូតមិនអាចចុះចតភ្លាមបានអ្នកកាសែតលោកខាងលិចម្នាក់បានសួរគាត់នៅលើយន្តហោះថាតើគាត់មានអារម្មណ៍យ៉ាងណាចំពោះការវិលត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញបន្ទាប់ពីរយៈពេលដ៏យូរគាត់ឆ្លើយដោយភាពម៉ឺងម៉ាត់និងត្រជាក់ថាគ្មានអ្វីទេគ្មានសេចក្តីរីករាយគ្មានអារម្មណ៍គឺគ្មានអ្វីទាំងអស់ការឆ្លើយតបរបស់បុរសម្នាក់នេះផ្ដោតទាំងស្រុងទៅលើបេសកកម្មរបស់គាត់ដោយមិននិយាយអំពីអារម្មណ៍ផ្ទាល់ខ្លួនឡើយកង្វះភាពកក់ក្ដៅរបស់បុរសនេះគួរតែជាការប្រមានពីអ្វីដែលនឹងមកដល់លោកកូមីនីបានតែងតាំងនាយករដ្ឋមន្ត្រីរបស់គាត់ភ្លាមគឺលោក MD Bazagan ដែលជាវិស្វករដ៏គួរឲ្យគោរពនិងជាអ្នកកាន់សាសនាអ៊ីស្លាមនិយមកម្រិតមធ្យមឥឡូវនេះអ៊ីរ៉ង់មាននាយករដ្ឋមន្ត្រី2រូបរដ្ឋាភិបាល2ដែលអះអាងពីសិទ្ធិអំណាចស្របច្បាប់រៀងៗខ្លួនស្ថានភាពដែលមិនអាចទ្រាំទ្របានមានតែដំណោះស្រាយដោយកម្លាំងតែប៉ុណ្ណោះរយៈពេល10ថ្ងៃប្រទេសនេះបានរស់នៅក្នុងភាពមិនច្បាស់លាស់ដ៏ចម្លែកមួយលោកបាក់ទីអាជាអ្នកទទួលបន្ទុកជាផ្លូវការប៉ុន្តែលោកកូមីនីកាន់អំណាចពិតប្រាកដដែលប្រើប្រាស់តាមរយៈឥទ្ធិពលរបស់ខ្លួនពីមហាជននៅថ្ងៃទី9កុម្ភៈភាពតានតឹងបានផ្ទុះឡើងទៅជាអំពើហិង្សាក្រុមប្រជាជនដែលជាអ្នកចម្បាំងម៉ាកនិយមបានវាយប្រហារមូលដ្ឋានឆ្មាំអធិរាជអិសរាជជនយោធានៅតែស្មោះត្រង់នឹងរបបរាជានិយមទាហានមកពីកងទ័ពធម្មតាដែលភាគច្រើនមានចិត្តអាណិតអាសូរចំពោះអ្នកធ្វើបដិវត្តបានបដិសេធមិនបង្ក្រាបការវាយប្រហារនោះទេអ្នកខ្លះថែមទាំងបានចូលរួមជាមួយអ្នកវាយប្រហារទៀតផងរយៈពេល2ថ្ងៃទីក្រុងតេរ៉ង់បានក្លាយជាសមរភូមិខណៈដែលក្រុមយោធាផ្សេងគ្នាបានប៉ះទង្គិចគ្នានៅថ្ងៃទី11កុម្ភៈក្រុមប្រឹក្សាយោធាជាន់ខ្ពស់បានជួបប្រជុំគ្នាដើម្បីសម្រេចថាតើត្រូវធ្វើអ្វីវាបានប្រឈមមុខនឹងជម្រើសដែលមិនអាចទៅរួច1បញ្ជាឲ្យមានការបង្ក្រាបដ៏ធំមួយដោយប្រថុយនឹងសង្គ្រាមស៊ីវិលឬដកថយពួកគេបានជ្រើសរើសការដកថយកងទ័ពបានប្រកាសខ្លួនអព្យាក្រឹតក្នុងចំនួននយោបាយហើយត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញនេះបានសម្គាល់ចុងក្រោយនៃការបញ្ចប់របបរាជានិយមបើគ្មានកងទ័ពទេបាក់ទីអាគ្មានអ្វីទាំងអស់គាត់បានភៀសខ្លួនទៅប្រទេសបារាំងជាកន្លែងដែលគាត់ត្រូវបានគេធ្វើឃាតដោយភ្នាក់ងារអ៊ីរ៉ង់ក្នុងឆ្នាំ1991បដិវត្តអ៊ីរ៉ង់បានទទួលជ័យជំនះគួរឲ្យកត់សម្គាល់ការផ្ទេរអំណាចចុងក្រោយបានកើតឡើងជាមួយនឹងអំពើហិង្សាតិចតួចបើប្រៀបធៀបទៅនឹងបដិវត្តផ្សេងទៀតมันមានការវាយលុកវិមានបែបបារាំងឬរុស្ស៊ីទេមានការប្រហារជីវិតជាទ្រង់ទ្រាយធំភ្លាមចំពោះអិសរាជជននៃរបបចាស់នោះទេស្ដេចបានចាក់ចែងកងទ័ពបានចុះចាញ់កូមីនីឡើងកាន់អំណាចប៉ុន្តែជ័យជំនះដែលហាក់ដូចជាសន្តិភាពនេះបិទបាំងភាពតានតឹងយ៉ាងជ្រាលជ្រៅដែលនឹងបំបែកចលនាបដិវត្តឲ្យបែកបាក់ក្នុងពេលឆាប់ចំពោះសម្ព័ន្ធភាពដែលបានផ្ដួលរំលំស្ដេចគឺមានភាពចម្រុះមិនគួរឲ្យជឿនិងមិនស្របគ្នាខាងមនោគមវិជ្ជាមានអ្នកកាន់សាសនាអ៊ីស្លាមអភិរក្សនិយមច្បាស់លាស់ដែលចង់បានលទ្ធិទេវនិយមម៉ាកនិយមដែលចង់បានបដិវត្តសង្គមនិយមសេរីនិយមដែលចង់បានលទ្ធិប្រជាធិបតេយ្យបែបលោកខាងលិចនិងអ្នកជាតិនិយមដែលចង់បានអ៊ីរ៉ង់ឯករាជ្យប៉ុន្តែមិនមែនជាសាសនាទាំងអស់គ្នាបានប្រយុទ្ធគ្នាជាមួយគ្នាដើម្បីប្រឆាំងនឹងស្ដេចឥឡូវនេះស្ដេចបានទៅហើយតើពួកគេនឹងកសាងបែបណាទៅសម្រាប់ប្រទេសអរគុណសម្រាប់ការ Share Subscribe និង Like ដើម្បីទទួលបាននូវភាគ2នៃប្រវត្តិរបស់ប្រទេសអ៊ីរ៉ង់សូមអរគុណ